គ្រប់ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ឧត្តមហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយយកមកដេកទៀនឬមួយក៏ដំណើរចែកជូនប្រិយមិត្តស្ដាប់លេងកម្សាន្តដែលរឿងនេះគឺមានចំណងជើងថាចំណូលខុសរដូវហើយរឿងនេះក៏បានឆ្លុះបញ្ចាំងបង្ហាញពីភាពលោភលន់ហើយពីជីវិតពិតដែលបង្ហាញពីផលលំបាកនៃការលោភលន់និងវង្វេងផ្លូវខុសអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងរីករាយស្ដាប់ជាមួយនឹងសាច់រឿងទាំងអស់គ្នាតែម្ដងទៅតែបើបានស្ដាប់ហើយសូមប្រិយមិត្តកុំភ្លេចជួយចុច like ឬចុច subscribe បើពាក្យខ្មែរចុចជាវអញ្ចឹងណាដើម្បីនឹងទទួលបាននូវវីដេអូថ្មីទៀតពីខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ជាមួយនឹង admin នៅភូមិមួយឆ្ងាយពីទីក្រុងមានស្ត្រីមេម៉ាយម្នាក់មានឈ្មោះថាអឹមវ៉ានីនិងកូនស្រីតែម្នាក់គត់មានឈ្មោះថាស្រីមុំបន្ទាប់ពីស្វាមីបានចែកឋានទៅអឹមវ៉ានីគាត់បានខិតខំបីបាច់ថែរក្សាស្រីមុំរហូតដល់ធំនឹងក្តីហើយមានរូបសម្រស់ស្អាតបាតជីវិតរបស់ពួកគេតែធ្លាប់តែមានសេចក្តីសុខនៅថ្ងៃមួយមានបុរសម្នាក់ដែលមកពីទីក្រុងមានឈ្មោះថាវាសនាក៏បានមកពីទីក្រុងមករស់នៅក្នុងភូមិស្រុករបស់គាត់ដើម្បីធ្វើអាជីវកម្មហើយវាសនាគឺជាបុរសសម្បូរស្នេហ៍និងមានទ្រព្យសម្បត្តិស្ដុកស្ដំដំបូងឡើយវាសនាបានចាប់ចិត្តទៅលើស្រីមុំហើយក៏បានចូលស្ដីដណ្ដឹងស្រីមុំធ្វើជាប្រពន្ធហើយរៀបការតាមប្រពៃណីអេមវ៉ានីគាត់រភើបចិត្តជាខ្លាំងពេលដែលឃើញកូនស្រីបានប្តីប៉ុន្តែក្រោយមកវាសនាបានរៀបការរួចនិងចូលមកនៅមើលថែគ្រួសារនេះរួចមកអ្វីក៏បានផ្លាស់ប្ដូរដោយសារតែវាសនាជាមនុស្សចូលចិត្តពូកែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់អឹមវ៉ានីនិងតែងតែផ្ដល់កាដូថ្លៃដល់ម្ដាយក្មេកអឹមវ៉ានីដែលជាស្ត្រីមេម៉ាយនិងមិនទាន់មានវ័យចាស់ប៉ុន្មានក៏ចាប់ផ្ដើមមានចិត្តរំភើបនិងលួចស្រឡាញ់កូនប្រសាររបស់ខ្លួនឯងចំណែកវាសនាវិញដោយសារតែជាមនុស្សខ្វះសីលធម៌និងចូលចិត្តភាពរំភើបប្លែកក៏ចាប់ផ្ដើមប្រើពាក្យផ្អែមល្ហែមនិងតាក់ទងជាមួយអឹមវ៉ានីលាក់បាំងនៅពីក្រោយខ្នងរបស់ស្រីមុំមិនយូរប៉ុន្មានការទំនាក់ទំនងខុសឆ្គងរវាងម្ដាយក្មេកនិងកូនប្រសារក៏បានកើតឡើងយ៉ាងស៊ីជម្រៅអឹមវ៉ានីបានលង់ខ្លួនអន្លង់ស្នេហ៍ត្រេកត្រអាលនេះរហូតដល់ភ្លេចគិតពីសិលធម៌និងទឹកចិត្តជាម្ដាយក្មេកបន្ទាប់ក្រោយឡើងបន្តទៀតការឈឺចាប់ក៏លាតត្រដាងការលាក់អាតកំបាំងស្ថិតនៅពីក្រោយខ្នងមិនរហូតបានយូរឡើយនៅថ្ងៃមួយស្រីមុំបានត្រឡប់មកពីផ្សារមុនពេលកំណត់ហើយក៏ប្រទះឃើញសកម្មភាពមិនសមរម្យរវាងម្ដាយបង្កើតនិងស្វាមីរបស់ខ្លួននាងនៅក្នុងផ្ទះនាងឃើញសកម្មភាពបែបនោះដៃជើងរបស់នាងទន់ល្វើយហើយក៏ដួលទៅលើនឹងដីស្រីមុំបានស្រែកយំទាំងការឈឺចាប់ស្រែកទៅស្ដីឲ្យអ្នកទាំងពីរថាហេតុអ្វីក៏អ្នកធ្វើបែបនេះដាក់ខ្ញុំតើម៉ាក់អាចយកប្តីរួមគ្នាជាមួយនឹងកូនបង្កើតដោយខ្លួនឯងដោយរបៀបណាអែមវ៉ានីដែលត្រូវជាម្ដាយបង្កើតរបស់ស្រីមុំមានភាពអៀនខ្មាស់និងមានវិបដិសារីរីឯវាសនាវិញនៅពេលដែលឃើញរឿងរ៉ាវទាំងអស់បែកធ្លាយនិងប្រឈមមុខនឹងការអាម៉ាស់នៅក្នុងភូមិក៏បានសម្រេចចិត្តប្រមូលទ្រព្យសម្បត្តិទាំងអស់ហើយរត់ចោលទាំងពីរអ្នកម្ដាយកូនបាត់ស្រមោលដោយមិនទទួលខុសត្រូវអ្វីទាំងអស់នៅចុងក្រោយវីដេអូបានអប់រំនៅក្នុងសាច់រឿងនេះថាព្រឹត្តិការណ៍នេះបានបន្សល់នៅភាពខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរស្រីមុំបានសម្រេចចិត្តចាក់ចេញពីផ្ទះនោះទៅរស់នៅកន្លែងឆ្ងាយដោយមិនអាចអត់ទោសឲ្យម្ដាយនិងអតីតស្វាមីបានឡើយអឹមវ៉ានីដែលត្រូវជាម្ដាយត្រូវរស់នៅក្នុងភាពឯកាខ្មាស់អ្នកជិតខាងនិងដេកសោកការអស់មួយជីវិតចំពោះអំពើអាបាយនិងការលោភលន់ដែលបំផ្លាញកូនស្រីនិងគ្រួសារខ្លួនឯងគំនិតអប់រំនៅក្នុងរឿងនេះស្នេហានិងសិលធម៌ច្បាប់ស្នេហានិងសិលធម៌និងបញ្ហាវង្វេងអាចបំផ្លាញក្តីសុខនិងទំនាក់ទំនងក្នុងគ្រួសារបានត្រឹមតែមួយប្រព្រឹត្តផ្នែកភាពស្មោះត្រង់និងការស្គាល់ខុសត្រូវគឺជាគ្រឹះដ៏សំខាន់នៃក្នុងជីវិតបំផុតបាទសាច់រឿងគឺមានតែប៉ុណ្្នឹងទេបើសិនជាចង់បានបែបសាច់រឿងបែបអប់រំបែបហ្នឹងទៀតសូមកុំភ្លេចជួយចុច like និងចុច subscribe ដើម្បីនឹងទទួលបាននូវវីដេអូថ្មីទៀតពីខ្ញុំបាទ admin ដំក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ